តោះមុននឹងយើងអាណិត idol បាទពេលដែលគាត់ធ្លាក់ចេញពី World Cup ពេលដែលគាត់ចិត្តចូលនិវត្តន៍យើងមកដឹងអំពីប្រាក់ចំណូលរបស់គាត់ក៏ដូចជាទ្រព្យសម្បត្តិសរុបរបស់គាត់សិនបាទមុននឹងធ្វើការសម្រេចចិត្តអាណិតគាត់ទីមួយគឺកីឡាករ CR7 Ronaldo គឺគាត់មានទ្រព្យសម្បត្តិប្រហែលជា1.2ពាន់លានដុល្លារហើយបច្ចុប្បន្នគាត់កំពុងលេងឲ្យក្លឹប Al Nassr និងទើបតែបញ្ចប់ការប្រកួត World Cup ថ្មីនេះឯងទីពីរគឺកីឡាករ Lionel Messi គាត់មានទ្រព្យសម្បត្តិសរុបប្រហែលជា1.1ពាន់លានដុល្លារបច្ចុប្បន្នគាត់កំពុងទៅលេងឲ្យក្លឹប Inter Miami និងទើបតែប្រកួតវគ្គផ្ដាច់ព្រាត់ World Cup រួច2021ជាមួយនឹងគូជលអេស្ប៉ាញដោយចាញ់គូជលអេស្ប៉ាញក្នុងលទ្ធផល1-0ទី3គឺកីឡាករសម្បូរទៅដោយរបួសគឺ Neymar Jr ដែលជាកីឡាករមួយដែលពូកែលេង skill ក្នុងលើទីលានគាត់មានទ្រព្យសម្បត្តិប្រហែលជា450លានដុល្លារបានចាក់ចេញពីអារ៉ាប់សាអូឌីតបាទមកលេងក្លឹប Santos ក្នុងប្រទេសប្រេស៊ីលវិញបច្ចុប្បន្នទីមួយគឺកីឡាកររ៉ូដូគឺក្រៅពីប្រាក់ខែដ៏មហាសាលប្រចាំឆ្នាំប្រមាណជា200លានដុល្លារពីក្លឹបអារ៉ាប់អូឌីសាអូឌីតគាត់មានកិច្ចសន្យាពាណិជ្ជកម្មរំដាប់ជីវិតមានថាមួយជីវិតតែម្ដងជាមួយនឹងណៃនិងមានអាជីវកម្មផ្ទាល់ខ្លួនដូចជាសន្តាគារបាទម៉ាកលឿនពាក់និងទឹកអប់ជាដើមទី2គឺ Lionel Messi បាទក្រៅពីប្រាក់ខែនៅសហរដ្ឋអាមេរិកក្នុងក្លឹប Inter Miami គាត់ក៏មានភាគហ៊ុនផ្ទាល់ខ្លួនមួយជាមួយនឹងក្លឹប Inter Miami និងកិច្ចសន្យាចែករំលែកប្រាក់ចំណូលពីការផ្សាយបន្តផ្ទាល់ពី Apple TV យើងដឹងហើយថារាល់នៃការប្រកួតនៅសហរដ្ឋអាមេរិកគឺតែងតែមាន Apple TV កិច្ចសន្យាជាមួយនឹង Adidas រួមទាំងការវិនិយោគលើវិស័យអចលនទ្រព្យនិងសន្តាគារនៅសហរដ្ឋអាមេរិកផងដែរទី3គឺកីឡាករ Neymar Jr ទោះបីជាប្រាក់ខែបច្ចុប្បន្ននៅក្នុងក្លឹប Santos មានការធ្លាក់ចុះខ្លាំងធៀបនឹងកាលពីមុនប៉ុន្តែទ្រព្យសម្បត្តិរបស់គាត់នៅតែខ្ពស់ដោយសារប្រាក់ខែចំណូលពីមុននៅ PSG និង Al Hilal រួមផ្សំនឹងកិច្ចសន្យាជាមួយនឹងការផ្សាយពាណិជ្ជកម្មធំដូចជា Puma ធ្វើឲ្យប្រាក់ខែរបស់គាត់គឺគេថាធ្វើឲ្យចំណូលគាត់នៅតែខ្ពស់បាទអញ្ចឹងកីឡាករទាំង3នេះគឺគាត់នឹងចូលនិវត្តន៍ពីជំរឿសជាតិហើយប្រហែលជាសឹងតែ 100% ហើយប៉ុន្តែនៅប្រាក់ខែរបស់គាត់វាថាទ្រព្យសម្បត្តិរបស់គាត់គឺច្រើនមហាសាលមែនតើពិសេសគឺកីឡាករ Ronaldo និង Lionel Messi បាទគាត់មានទាំងពាក្យហ៊ុនបាទមានទាំងគេហៅថាតាមចាំហើយ Ronaldo និង Messi គាត់ទើបតែទិញក្លឹបម្នាក់មួយនៅអេស្ប៉ាញបាទអញ្ចឹងមុននឹងយើងអាណិតទៅដល់ idol ទាំង3របស់យើងគួរតែយល់ដឹងអំពីការទ្រព្យសម្បត្តិរបស់គាត់សិនបាទនេះគឺគិតតែទៅលើទ្រព្យសម្បត្តិអត់ទាន់គិតទៅលើអចលនទ្រព្យគាត់ផ្សេងដូចជាផ្ទះដូចជាឡានអីទេបាទនេះគឺជាទ្រព្យសម្បត្តិដ៏មហាសាលហើយចំពោះកីឡាករបាល់ទាត់លំដាប់ទាំងពីរបាទដូចជា Ronaldo និង Lionel Messi ប្រាក់ខែនេះគេថាទ្រព្យសម្បត្តិគាត់គឺមានការបណ្ដេញគ្នាបាទមិនជាលើសគ្នាអីប្រហែលខ្លាំងណាស់ទេបាទមួយគឺនៅអារ៉ាប់បាទមួយទៀតគឺកំពុងតែស្ថិតនៅក្នុងលេងនៅសហរដ្ឋអាមេរិកក្នុងក្លឹប Inter Miami អញ្ចឹងមានតែប៉ុណ្្នឹងទេបាទមកដឹងអំពីគេហៅថាទ្រព្យសម្បត្តិរបស់ idol នីមួយៗនេះគឺជាទ្រព្យសម្បត្តិប្រហាក់ប្រហែលទេហើយក៏មិនមែនថាជាក់លាក់ប៉ុណ្ណឹងដែរវាអាចលើសវាអាចក្រោមមកតិចតួចប៉ុន្តែក្នុងកម្រិតមួយនឹងឯងបាទអញ្ចឹងអរគុណបាទ